hướng thay bật tua đen cứ bật tư công tư là vô chọn bật vẻ mỗi năm biết bật tư mình chăm bánh dưới trở đi នេះគឺជាភាសារបស់សម្ដេចបាទដេជោហ៊ុនសែនបាទបញ្ជាក់ឲ្យថាมันមានការបើកព្រំដែនឡើងវិញទេជាមួយនឹងថៃបាទទោះបីជាថៃបាទបន្តនិយាយពាក់ព័ន្ធទៅនឹងបញ្ហាគេថាគេមិនបើកព្រំដែនជាមួយនឹងកម្ពុជាជាដាច់ខាតទេសម្ដេចធ្លាប់បាននិយាយហើយកម្ពុជាគ្មានថ្ងៃនៅក្នុងការបើកព្រំដែនជាមួយនឹងកម្ពុជាជាមួយថៃវិញជាដាច់ខាតហើយថៃចង់បិទរហូតដល់ទៅ500ឆ្នាំទៀតក៏កម្ពុជាអត់ខ្វល់ដែរហើយថ្មីនេះយើងបានដឹងហើយថាសម្ដេចបានលើកឡើងអំពីពន្ធកយនៅតាមព្រំដែនហើយដែរថាក្រោយពីមានការបិទបាទព្រំដែនរវាងកម្ពុជានិងថៃឥឡូវនេះទៅជាពន្ធកយបាទរបស់កម្ពុជានឹងមានការកើនឡើងទៅវិញបាទជាធម្មតាបិទការចេញចូលវាគួរតែមានការធ្លាក់ចំណូលពន្ធកយទៅអត់ក៏ប៉ុន្តែហេតុអ្វីបានជាពន្ធកយបាទក្រោយពីមានការបិទព្រំដែនរវាងកម្ពុជានិងថៃនេះពន្ធកយរបស់កម្ពុជាទៅជាបានចំណូលគឺច្រើនសន្ធឹកសន្ធាប់ខ្លាំងវិញអញ្ចឹងយើងនឹងថាថ្មីនេះអនុទានគេបាននិយាយជាមួយនឹងអ្នកសារព័ត៌មានគេថាគ្មានថ្ងៃបើកព្រំដែនជាមួយនឹងកម្ពុជាជាដាច់ខាតចុះកម្ពុជាប្រាប់ឲ្យថា500ឆ្នាំទៀតចង់បិទក៏បិទទៅអត់ខ្វល់ទេបាទសម្ដេចតែងតែលើកឡើងដដែលទៅថាគ្មានថ្ងៃបើកទេបងប្អូននេះហើយឥឡូវនេះកម្ពុជារបស់យើងក៏អត់មានទៅតោមនិញបាទខ្វះទំនិញប្រើប្រាស់ខ្វះផលិតផលប្រើឬក៏របស់ហូបចុកអីទេមានធម្មតាទោះជាបិទចូលប្រហែលខែអត់មានខ្វល់បាទអត់ទំនិញថៃអត់ខ្វល់យើងអាចដឹកពីចិនដឹកពីឡាវដឹកពីវៀតណាមបាទមកចប់ហើយនៅខ្មែរយើងក៏មានអ្នកដាំច្រើនហើយឥឡូវនេះបើយើងនិយាយអំពីសង្វាក់ផលិតកម្មនៅក្នុងស្រុករបស់យើងកូនខ្មែររបស់យើងគឺចាប់ផ្ដើមគេហៅថាបង្កើត brand name ខ្លួនឯងហើយប្រជាជនយើងនេះក៏ចាប់ផ្ដើមគាំទ្របាទនៅគេហៅថាស្ថាបនិកដែលគាត់មានបំណងនៅក្នុងការបើកជា brand name បើកជាសិប្បកម្មបាទបើកជាផលិតកម្មខ្លួនឯងអីចឹងគឺប្រជាជនយើងគឺនាំគ្នាគាំទ្រច្រើនមែនទែនទៅលើបញ្ហាហ្នឹងណាបាទព្រោះយើងនាំគ្នាពលិកានៅក្នុងការប្រើប្រាស់នៅផលិតផលរបស់សៀមបាទអញ្ចឹងកូនខ្មែរយើងនាំគ្នាគាំទ្រផលិតផលខ្មែរបាទម្ចាស់ក្រុមហ៊ុនម្ចាស់ហ៊ុនម្ចាស់អ្នកបើកមានធនធានបាទកាន់តែរីកធំទៅចុះប្រទេសយើងមិនកាន់តែរីកចម្រើនទៅយើងរាល់ថ្ងៃយកលុយទៅទិញគេហើយគេដៀលក្បាលយើងទៀតយីក៏ទៅអាពួកចៅសៀមនេះឥឡូវយើងជួបគាំទ្រហើយសម្ដេចលើកឡើងណាឯងចង់បិទ500ឆ្នាំទៀតក៏អត់ខ្វល់មួយឯងដែរ